អ្វីបានជាក្រុមប្រឆាំងតែងតែបំផុសព័ត៌មានคล้ายៗនិងនិយាយបំភ្លឺអំពីស្ថានភាពនៅតំបន់ព្រំដែនការបន្តបំផុសព័ត៌មានคล้ายៗឬព័ត៌មានបំភាន់ពីសំណាក់ក្រុមប្រឆាំងជុំវិញស្ថានភាពនៅតំបន់ព្រំដែនគឺមានគោលបំណងនយោបាយទី1គឺដើម្បីកេងចំណេញស្វែងរកប្រជាប្រិយភាពសម្រាប់គណនីនិងเพจរបស់ខ្លួនពីព្រោះពួកគេគិតថាប្រធានបទនេះងាយតាក់ទាញចំណាប់អារម្មណ៍ទោះបីជាពួកគេភូតកុហកក៏ដោយនិងទី2ដើម្បីបង្កអរិភាពក្នុងសង្គមបង្កការភ័យខ្លាចនិងញុះញង់ឲ្យប្រជាពលរដ្ឋខឹងសម្បារលើរាជរដ្ឋាភិបាលដោយមិនបានខ្វល់ពីផលប៉ះពាល់ដល់ប្រយោជន៍ជាតិឡើយបញ្ហាព្រំដែននិងអធិបតេយ្យភាពជាតិគឺជាប្រធានបទដែលមានសារៈសំខាន់ខ្លាំងហើយការដែលយកបញ្ហានេះមកបំភ្លឺឬបកស្រាយខុសពីការពិតអាចបង្កការយល់ច្រឡំធ្ងន់ធ្ងរនិងប៉ះពាល់ដល់សន្តិសុខជាតិជាក់ស្ដែងការផ្សព្វផ្សាយព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់អាចបំបាក់ស្មារតីសាធារណជនបង្កការបាត់បង់ទំនុកចិត្តលើស្ថាប័នជាតិនិងជះផលប៉ះពាល់ដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារប្រទេសនិងទឹកដីប៉ុន្តែសំណាងល្អដែលប្រជាពលរដ្ឋខ្មែរមិនជឿក្រុមប្រឆាំងជ្រុលនិយមដែលនិយាយភូតកុហកដដែល30ឆ្នាំមកហើយនោះឡើយ